ពរញាតិញោមរបស់សត្វទាំងអស់គ្នានេះសកម្មភាពសំណាក់សិស្សវត្តព្រីងកងពររៀនភាសាខ្មែរមុខជាភាសាខ្មែរបាន8អង្គទេញាតិញោមណានេះលោកកំពុងកាត់អក្សរញោមចង់ចូលរួមប្រគេនភេសជ្ជៈអីញាតិញោមអាចចូលរួមបានតាមទឹកចិត្តសទ្ធាជ្រះថ្លាពរព្រះសង្ឃគង់សិក្សារៀនសូត្រនៅវត្តចម្ពោះទឹកដីសវណ្ណាព្រីងកងឃុំបោះស្បូវស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យពរសូមអនុមោទនាណាញាតិញោមពរ